លោកថាក់ស៊ីននិងលោកស្រីយីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយលោកថាក់ស៊ីនស៊ីណាវ៉ាត់និងប្អូនស្រីយីងឡាក់ស៊ីណាវ៉ាត់ដែលជាអតីតនាយករដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយនៅកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចនាយកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចនាយកហ៊ុនសែនបានបង្ហោះវីដេអូជាមួយនឹងខ្លឹមសារលើបណ្ដាញសង្គម Facebook ក្រោយសម្ដេចនាយកទៅតែឃើញព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជាដែលនឹងអាជ្ញាធរកម្ពុជាត្រៀមបង្កក់ទ្រព្យសម្បត្តិទាំងនោះសម្ដេចនាយកបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងឯកឧត្តមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានទំនួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ឯកឧត្តមថាក់ស៊ីនផងដែរខ្ញុំគូបញ្ជាក់បន្ថែមថាឯកឧត្តមថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមថាប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចនាយកបានស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហកភូតភរមូលបង្កាច់ប្រឌិតរឿងខុសពីការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ